អាស៊ីខាងត្បូងអាស៊ីខាងត្បូងគឺជាអនុតំបន់ភាគខាងត្បូងនៃទ្វីបអាស៊ីមានប្រជាជនចំនួន 2.04 ពាន់លាននាក់គិតត្រឹមឆ្នាំ 2024 និងមានផ្ទៃដីសរុបចំនួន 5,022,221 គីឡូម៉ែត្រការ៉េអាស៊ីខាងត្បូងមានប្រទេសចំនួន 8 ដូចជាទី 1 ប្រទេសបង់ក្លាដេសប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសដែលមានផ្ទៃដីសរុបចំនួន 148,460 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជននៅក្នុងឆ្នាំ 2023 ប្រទេសបង់ក្លាដេសមានចំនួនប្រជាជន 171,46990 នាក់ទី 2 ប្រទេសប៊ូតានប្រទេសនេះមានឈ្មោះជាផ្លូវការថាព្រះរាជាណាចក្រប៊ូតានដែលមានផ្ទៃដីសរុបចំនួន 38,394 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2021 មានចំនួន 777,486 នាក់ទី 3 ប្រទេសឥណ្ឌាប្រទេសឥណ្ឌាមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋឥណ្ឌាមានផ្ទៃដីសរុប 3,028,763 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2023 មានចំនួន 1,428,262,7663 នាក់ទី 4 ប្រទេសម៉ាល់ឌីវប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋម៉ាល់ឌីវមានផ្ទៃដីសរុបចំនួន 298 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 612,269 នាក់ទី 5 ប្រទេសនេប៉ាល់ប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់មានផ្ទៃដីសរុបចំនួន 147,516 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 31,012,387 នាក់ទី 6 ប្រទេសប៉ាគីស្ថានប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានមានផ្ទៃដីសរុបចំនួន 88,1913 គីឡូម៉ែត្រការ៉េការជំរឿនប្រជាជនក្នុងឆ្នាំ 2023 មានចំនួន 241,049,9431 នាក់ទី 7 ប្រទេសស្រីលង្កាប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាមានផ្ទៃដីសរុប 67,240 គីឡូម៉ែត្រការ៉េការជំរឿនប្រជាជនឆ្នាំ 2024 មានចំនួន 21,078,1800 នាក់ទី 8 ប្រទេសអាហ្គានីស្ថានប្រទេសនេះមានឈ្មោះជាផ្លូវការថាអេមីរ៉ាតអ៊ីស្លាមនៃអាហ្គានីស្ថានមានផ្ទៃដីសរុប 65,2864 គីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រមាណ 49,5 លាននាក់